នេះគឺជាផុសតាងដ៏សំខាន់ឲ្យអន្តរជាតិបានមើលឃើញនៅទង្វើទាហានថៃដែលបានធ្វើមកលើប្រទេសកម្ពុជារបស់យើងនៅក្នុងពេលដែលឥឡូវនេះប្រទេសថៃហើយនិងប្រទេសកម្ពុជាកំពុងតែនៅក្នុងកិច្ចព្រមព្រៀងបញ្ចប់បទឈប់បាញ់តែវាបានល្មើសច្បាប់វាបានចូលមកដល់ដីខ្មែរយើងលួចឆក់ប្លន់សពគ្រប់បែបយ៉ាងហើយបានធ្វើសកម្មភាពដែលគ្មានសិលធម៌អសិលធម៌បំផុតដែលអន្តរជាតិគេកោតទាទោសខ្លាំងណាស់គេស្អប់ខ្លាំងណាស់គេមិនឲ្យតម្លៃទេទៅលើជនជាតិណាមួយដែលបានជន់ឈ្លីមើងងាយរើសអើងពូជសាសន៍ទៅលើប្រទេសមួយទៀតទៅលើជនជាតិមួយទៀតគឺគេកោតទាទោសខ្លាំងណាស់បងប្អូនត្រូវតែshareចែករំលែកឲ្យបានច្រើនឲ្យសកលលោកបានមើលឃើញពីផុសតាងដ៏សំខាន់មួយនេះបានមើលឃើញពីការពិតមួយនេះដើម្បីស្រែកទាមទាររកយុត្តិធម៌ឲ្យប្រទេសកម្ពុជារបស់យើងហើយខ្ញុំក៏សូមចិត្តទៅដល់បងប្អូនខ្មែរយើងមួយចំនួនណាកុំធ្វើទង្វើសកម្មភាពអីឆ្លើយឆ្លងតទៅវាវិញដោយការកំផឹងរបស់យើងទៅជន់រូបទង់ជាតិវាឬមួយក៏កាត់តវីដេអូអីដែលចេញមកអសិលធម៌បងប្អូនកុំធ្វើបងប្អូនយកតែវីដេអូដែលវាធ្វើតាំងម៉ាននេះយកទៅshareចែករំលែកបន្តទៅយើងនឹងឈ្នះវានៅលើឆាកអន្តរជាតិនៅក្នុងផ្នែកជនបរទេសហើយបងប្អូនព្រោះថាឥឡូវនេះមានជនបរទេសជាច្រើនកំពុងតែងាកមកជួយស្រែករកយុត្តិធម៌មកមើលឃើញពីការពិតអ្វីដែលពួកវាបានធ្វើមកលើយើងហើយគេកំពុងតែស្គាល់ពីសន្តានជនជាតិនិងប្រទេសនិងតាហ៊ាននឹងច្រើនណាស់ហើយអន្តរជាតិក៏កំពុងតែកោតទាទោសទៅលើរដ្ឋាភិបាលវាដែរដែលវាមិនបានគ្រប់គ្រងតាហ៊ានវាមិនដោយតាហ៊ានវាមកធ្វើទង្វើអសិលធម៌បែបនេះជន់ឈ្លីមើងងាយទៅលើទង់ជាតិទៅលើកៅអៅតាហ៊ានរបស់ប្រទេសកម្ពុជារបស់យើងឥឡូវទៅរដ្ឋាភិបាលវាកំពុងតែភ័យផ្នែកឡើងសយបងប្អូនអញ្ចឹងឲ្យតែឃើញវីដេអូបែបហ្នឹងគឺ share ទៅកុំឲ្យតែយើងយកតែវីដេអូណាដែលវាមិនពិតឬមួយក៏វីដេអូកាត់តតែ AI ហ្នឹងយើងកុំយកទៅ share ព្រោះថាបើសិនយើង share វីដេអូហ្នឹងវាធ្វើឲ្យមានបញ្ហាដល់ខាងយើងវិញអញ្ចឹងយកតែការពិតយកអ្វីដែលពួកវាបានបំពេញមកលើយើងជា share ចែករំលែកឲ្យអន្តរជាតិគេបានឃើញនេះគឺជារឿងមួយដែលយើងត្រូវធ្វើឲ្យសំខាន់ខ្លាំងដើម្បីឲ្យប្រទេសរបស់យើងទទួលបានសន្តិភាពហើយនិងយុត្តិធម៌ពីឆាកអន្តរជាតិ